Good evening, student. Good evening, teacher. How are you today? I'm fine. Good, that's great. So today we study Unit 3 Phonics. Phonics, okay? And short vowel E sound. អញ្ចឹងថ្ងៃនេះគឺយើងរៀនស្រៈសំឡេងខ្លីអក្សរ E ចាអញ្ចឹងនៅក្នុងភាសាអង់គ្លេសអក្សរ E ជាស្រៈសំឡេងខ្លីគឺសំឡេង Can you say it together? Okay អញ្ចឹង អញ្ចឹងយើងបានមើលវីដេអូមុនហើយថាព្យញ្ជនៈនីមួយៗគឺសុទ្ធតែមានសំឡេងរបស់វាអញ្ចឹងថ្ងៃនេះយើងនឹងរៀនអានពាក្យទាំងអស់នេះហើយបន្ទាប់មកយើងរៀនជាមួយនឹង E បូកជាមួយនឹងព្យញ្ជនៈ N ហើយយើងអានពាក្យនិងបង្កើតប្រយោគខ្លីៗអូខេតោះអញ្ចឹងអានទាំងអស់គ្នា short vowel E sounds b ab okay ek egg ed ed f f egg egg okay h h h ek egg l m n n ep ep equa eggតាមពិតកន្លែងនេះគឺជា digraph ទេដែលជា R control vowel ប៉ុន្តែដើម្បីងាយចាំគឺថ្ងៃនេះអ្នកគ្រូបញ្ចូលវានៅក្នុង short vowel E តែម្ដងអូខេ S S at at ev ev you yeah កន្លែងនេះក៏ជា digraph ដែរហើយអក្សរ V កន្លែងនេះម្ដងទៀតគឺ V គឺយើងខំបបោមាត់គឺចេញសំឡេង v អញ្ចឹងយើងអានថា ev អញ្ចឹងកន្លែងនេះ W គឺមាត់ស្រួចទៅមុខ w យ៉ាអញ្ចឹងកន្លែងនេះយើងចេញទៅជាសំឡេង U វិញណាអញ្ចឹងកន្លែងនេះយើងចំណាំទៅ X អញ្ចឹងអក្សរ X គឺសំឡេង Xយ៉ា Aយ៉ា as យ៉ាអញ្ចឹងកន្លែងនេះវាមិនចំជា A តែម្ដងទេដូចជាពាក្យ they វាចេញទៅជាសំឡេង A they អញ្ចឹងណាយ៉ា they ពួកគេហ្នឹងអូខេអញ្ចឹងថ្ងៃនេះគឺយើងរៀនស្រៈប្រកបជាមួយនឹងព្យញ្ជនៈ N អញ្ចឹងស្រៈ E គឺសំឡេង S N អញ្ចឹងយើងមើលថាតើមានពាក្យអីខ្លះដែលប្រកបជាមួយនឹងសំឡេង N N sound ទី1 h n hen hen បកប្រែថាមេមាន់ចាមួយទៀតគឺ m អញ្ចឹងយើងដឹងហើយ n ខាងលើនេះអញ្ចឹងយើងអានថា men men ជានាម or noun បកប្រែថាបុរសច្រើនអ្នកអញ្ចឹងយើងទៅសេអញ្ចឹងមកបកប្រែជាភាសាខ្មែរអាចងាយស្រួលក្នុងការចាំនៅពេលដែលយើងភ្លេចថាពាក្យហ្នឹងមានន័យថាម៉េចអូខេមួយទៀត p sounds p ផអញ្ចឹងបូកជាមួយនឹងសំឡេង n បូកចូលគ្នាមកគឺ p n pen អូខេអញ្ចឹង pen បកប្រែថាបើអញ្ចឹងទៅសេនឹងកណាសរខ្មែរ next one is 10 10 អញ្ចឹង and 10ចំនួន10អូខេចំនួន10អូខេតោះអញ្ចឹងយើងអាន example បកប្រែថាឧទាហរណ៍អូខេ good the men have 10 hands The man has 10 hands. yes អញ្ចឹងបកប្រែថាបុរសច្រើនអ្នកអូខេ men អញ្ចឹង men បុរសច្រើនអ្នកបើ man បកប្រែថាបុរសម្នាក់ទៅសេនឹង A យ៉ាប៉ុន្តែដល់ពេលបរិះច្រើនអ្នកគឺសរសេរនឹង E The men have 10 hands បើប្រែថាបរិះច្រើនអ្នក have បើប្រែថាមានមេមាន់10ក្បាលអូខេ next one the pen is red The pen is red. អូខេ pen បើប្រែថាប៊ិចអញ្ចឹងប៊ិចមួយហ្នឹងគឺ red ពណ៌ក្រហមចា next one
I see a hen I see a hen ខ្ញុំ see បកប្រែថាឃើញមេមាន់ A បកប្រែថាមួយឬក៏ one ក៏បានដែរណាខ្ញុំឃើញមេមាន់មួយចាអញ្ចឹងនៅពេលដែលយើងរៀនពាក្យហើយណាយើងរៀនពាក្យហើយយើងរៀនមកបង្កើតប្រយោគមករៀនបង្កើតប្រយោគខ្លីៗស្រួលៗដែលយើងឃើញជាប្រចាំថ្ងៃអញ្ចឹងកាលណាយើងចេះពាក្យហើយយើងយកមកបង្កើតប្រយោគខ្លីៗហើយយើងឧស្សាហ៍និយាយមុខកញ្ចក់ record video ខ្លួនឯងអញ្ចឹងទៅគឺយើងនឹងអាចអនុវត្តការនិយាយរបស់យើងបានកាន់តែប្រសើរហើយយើងឆាប់ចេះនិយាយអង់គ្លេសអូខេចាពុកម៉ែបងប្អូននេះគឺជាការបង្រៀនមូលដ្ឋានគ្រឹះភាសាអង់គ្លេសបើសិនជាកូនៗរបស់លោកអ្នករៀនអង់គ្លេសយូរឆ្នាំហើយប៉ុន្តែគាត់អត់ទាន់ចេះអានហើយការនិយាយរបស់គាត់នៅមានកម្រិតឬក៏គាត់អត់ទាន់អាចចេះនិយាយភាសាអង់គ្លេសបានសូមឆាតចូលទៅក្នុង page ដើម្បីចុះឈ្មោះចូលរៀនជាមួយនឹងសាលារៀន Wisdom សូមពុកម៉ែបងប្អូនជួយ like និង share វីដេអូរបស់នាងខ្ញុំដើម្បីបានចែករំលែកទៅកាន់ពុកម៉ែបងប្អូនផ្សេងទៀតសូមបងប្អូនជួយ like និង follow page របស់នាងខ្ញុំម្នាក់មួយផងអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយៗទៀត